កែវិញម្ដងខេត្តតាកែវកាលពីម្សិលមិញហ្នឹងក៏បានរៀបចំពិធីដើម្បីរំលឹកខួបលើកទី10ឆ្នាំនៃការឡើងគ្រងរាជ្យរបស់អង្គព្រះមហាក្សត្រនៃយើងដែរដឹកនាំដោយអាដាមឡៃវណ្ណៈដែលជាអភិបាលខេត្តនិងមន្ត្រីរាជការគ្រប់ប្រភេទទាំងអស់សិស្សានុសិស្សប្រជាពលរដ្ឋទូទាំងខេត្តតំណាងអញ្ចឹងណាដើម្បីរៀបចំរំលឹកខួបនឹងហើយក្នុងនោះក៏បានលើកឡើងអំពីសារលិខិតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែរដែលបានរំលឹកអំពីសកម្មភាពគេហៅថាព្រះរាជជីវប្រវត្តិសង្ខេបនិងសកម្មភាពជាស្នាពហុរបស់បកូនណាជាអង្គម្ចាស់ចាប់តាំងពីព្រះអង្គឡើងគ្រងរាជសម្បត្តិអស់រយៈពេល10ឆ្នាំកន្លងមកហ្នឹងព្រះអង្គបានគង់ជាមនុស្សដ៏ត្រជាក់ដល់ប្រជារាស្ត្រកូនចៅសម្រាប់និមិត្តរូបនៃសុខសន្តិភាពការបង្រួបបង្រួមជាតិស្ថិរភាពនយោបាយការអភិវឌ្ឍមាតុភូមិប្រកបទៅដោយប្រជាធិបតេយ្យសេរីបរិបូរណ៍លើកតម្កើងមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិនិងលើពិភពលោកទាំងមូលទាំងមងជាពិសេសគឺថាព្រះមហាក្សត្រនឹងសំខាន់ណាស់នៅពេលដែលវិបត្តិនយោបាយឬក៏ទំនាស់នយោបាយកើតឡើងឧទាហរណ៍កន្លងទៅអញ្ចឹងព្រះអង្គជាអ្នកសម្របសម្រួលហៅមកនិយាយគ្នាជជែកគ្នាអញ្ចឹងទៅទោះបីជាការអញ្ជើញមកលើកទី1ដើម្បីសម្របសម្រួលមិនទាន់បានសម្រេចលើកទី2លើកទី3គឺធ្វើជាបន្តបន្ទាប់យ៉ាងហោចណាស់ក៏ធ្វើឲ្យកម្ដៅនយោបាយនោះវាចុះហៅថាថយគួរឲ្យមោទនៈដែរ